យាយដែលវង្វេងស្មារតីបានច្រកចៅស្រីក្នុងថង់សម្រាមយកទៅបោះចោលអ្នកប្រមូលសម្រាមមិនដឹងរឿងក៏ប្រមូលដាក់ឡានដឹកចេញទៅបាត់ពេលបុរសជាឪពុកមកដល់ផ្ទះទើបដឹងថាកូនស្រីបាត់ទៅហើយរកឡានសម្រាមក៏មិនឃើញតែសំណាងល្អក្មេងស្រីត្រូវបានស្ត្រីអ្នកភូមិម្នាក់ប្រទះឃើញហើយយកទៅចិញ្ចឹមនៅឯស្រុកស្រែ20ឆ្នាំកន្លងផុតទៅក្មេងស្រីដែលធំដឹងក្តីដោយសារបាយអ្នកភូមិបានក្លាយជាក្រមុំរូបស្រស់ម្នាក់នឹកស្មានមិនដល់ថ្ងៃមួយឪពុកម្ដាយបង្កើតរបស់នាងបានរកនាងឃើញហើយក៏ទទួលនាងត្រឡប់មកភូមិគ្រឹះនៅឯទីក្រុងវិញគ្រាន់តែឈានជើងចូលផ្ទះភ្លាមកូនស្រីចិញ្ចឹមក៏ធ្វើពុតជាចិត្តល្អចង់ជូនខ្សែតម្លៃមួយលានទៅនាងពេលកំពុងពាក់ឲ្យនាងក៏ខ្លែងធ្វើជាដួលទៅលើឥដ្ឋហើយធ្វើកំសត់នៅមុខឪពុកម្ដាយសុំឲ្យនាងលើកលែងទោសឲ្យខ្លួនសំណាងល្អនាងមើលធ្លុះល្បិចពីស្ពូលរបស់កូនចិញ្ចឹមនោះទើបនាងចាប់ទីនសក់កូនចិញ្ចឹមនោះផ្ដួលទៅលើដីឪពុកឃើញភ្លាមក៏ស្រែកសម្លុតដោយមិនសួរនាំហេតុផលថាទើបមកដល់ហ៊ានវាប្អូនផ្ទះនេះមិនទទួលមនុស្សប្រៃផ្សៃដូចជាឯងទេឥឡូវនេះឆាប់ចេញត្រឡប់ទៅស្រុកស្រែងវិញទៅខ្ញុំប្រាប់ឯងចុះបើចូលមកគ្រួសារយើងហើយត្រូវតែចេះច្បាប់ទម្លាប់បើមិនអញ្ចឹងទេមីងនឹងយកតោះទៅបាត់ហើយស្ដាប់បង្កប់ម្លេះបងធ្វើបែបនេះរៀងប្រញាប់ពេកទេប្រញាប់អីក្មេងប្រៃផ្សៃនេះគង់តែធ្វើឲ្យខូចឈ្មោះគ្រួសារយើងទេខ្ញុំយល់ថាបងស្រីកំពុងខឹងប៉ុន្តែចុះរឿងរៀបការជាមួយគ្រួសារសិនគិតយ៉ាងម៉េចអាឡូចាស់គ្រួសារសិនសួររឿងរៀបការឬបើឆាវយីមិនព្រមទេនាងជឿឯងត្រូវរៀបការជំនួសខ្ញុំមិនរៀបការទេស្លាប់ក៏ខ្ញុំមិនរៀបការជាមួយជនពិការនោះដែរចៅស្រីធំយាយណែណាទើបតែទៅបាត់ហើយខ្ញុំឲ្យនាងទៅស្រុកស្រែវិញហើយចៅស្រីបង្កើតតែម៉ែតាមរក20ឆ្នាំទើបមកដល់ផ្ទះឯងដេញចេញបាត់លោកយាយមិនដឹងទេនាងមកដល់ភ្លាមក៏ម៉ែមិនខ្វល់ថាមានរឿងអីទេឥឡូវនេះឆាប់ទៅស្ថានីយរថភ្លើងអញ្ជើញនាងត្រឡប់មកវិញភ្លាមបើហៅមិនបានពួកឯងមិនបាច់មកវិញទេឆាវយីត្រឡប់ទៅជាមួយពួកយើងវិញទៅលោកយាយប្រាប់ឲ្យពួកយើងមកអញ្ជើញកូនត្រឡប់ទៅវិញឆាវយីឯងកុំហួសហេតុពេកឆាវយីពីមុនពួកយើងខុសហើយលោកយាយចង់ជួបកូនណាស់ពូអ្នកក្រុងនេះមិនក៏ផ្លាស់ប្ដូរលឿនម្លេះមួយផ្លែតដេញមួយផ្លែតអញ្ជើញធ្វើកូនក្មេងអាយុ3ឆ្នាំសម្ដីគ្មានតម្លៃសោះចង់ឲ្យខ្ញុំត្រឡប់ទៅវិញមែនទេនៅស្រុកខ្ញុំបើសុំអង្វរគេត្រូវចេះអន់លំទោននិងញឹមសុំអញ្ជើញកូនត្រឡប់ទៅវិញសុំត្រឡប់ទៅវិញទៅចៅសម្លាញ់យាយសុំទោសដែលធ្វើឲ្យចៃរងទុកមិនអីទេលោកយាយមកនៅមិនទាន់សុំទោសឆាវយីទៀតឆាវយីពីមុនប៉ាខុសហើយប៉ាឆេវឆាវពេកមែនហើយសុទ្ធតែគ្រួសារតែមួយកុំប្រកាន់អីថ្ងៃនេះយាយរៀបចំបាយជួបជុំគ្រួសារដើម្បីលៀងកំហុសលោកយាយញ៉ាំតែពេលរសៀលសិនទៅបងស្រីទៅមកពីស្រុកស្រែច្បាស់ជាមិនធ្លាប់ភ្លក់តែរសៀលស្តង់ដារអង់គ្លេសទេចាំចៅទៅរៀបចំនេះគឺចុងភៅ Michelin ផ្កាយ3លោកភាចៅអញ្ជើញមកពិសេសសម្រាប់បងស្រីមើលនេះប៉ាន់តែពេងតែកន្ត្រងតែអុយរបស់ច្រើនយ៉ាងនេះបងប្រហែលមិនធ្លាប់ឃើញទេខ្ញុំបង្រៀនបងត្រូវកម្ដៅពេងសិនទើបដាក់តែទឹកត្រូវក្ដៅ95បងស្រីសាក់មើលទៅសេតុនហភាពទឹកក្ដៅពេកហើយស្អីគេទឹក95អង្សាឆុងតែក្រូចធ្វើឲ្យបាត់រសជាតិដើមសេតុនហភាពត្រឹមត្រូវគឺ85អង្សាឆុង3នាទីម្យ៉ាងទៀតដាក់ស្ករច្រើនពេកបិទក្លិនតែអស់ហើយរំខានបដូរមួយប៉ាន់ទៀតមកទឹក85អង្សាមិនបាច់ដាក់ស្ករទេបាទអ្នកនាងធំគ្រាន់តែផឹកតែសោះចាំបាច់មានច្បាប់ទម្លាប់ច្រើនម្លេះមិនមែនអញចង់និយាយពីច្បាប់ទម្លាប់ទេហីធ្វើជាចេះតែត្រូវឲ្យខ្ញុំកែតម្រូវតតែបានអាហារពេលល្ងាចនេះមានតែរូបរាងតែរសជាតិវិញគឺអន់មែនទែនមិនស្មើនឹងស៊ុបអ្នកភូមិខ្ញុំធ្វើផងរសជាតិស្រទន់ឆ្ងាញ់ជាប់មាត់មនុស្សព្រៃក៏នៅតែជាមនុស្សព្រៃមិនក៏បងមិនញ៉ាំបងមិនសូវឃ្លានទេអូនញ៉ាំច្រើនទៅសាក់ទឹកជ្រលក់នេះទៅមើលថាវាជួយឲ្យឃ្លានអត់របស់ចុងភៅស្រុកស្រែមែនទេអាហារដែលចុងភៅមិនឆ្លិនធ្វើបងធំមិនខ្ជិលញ៉ាំផងចុះទម្រាំទឹកជ្រលក់អនឯងនេះរសជាតិមិនអន់ទេជីងឆិនកូនព្រមញ៉ាំអាហារហើយព្រះអាទិត្យរះទីខាងលិចហើយបងធំព្រមញ៉ាំអាហារហើយអូហូគាត់ឃ្លានមែនទែនហើយឆាវយីទឹកជ្រលក់កូនពិតជាឆ្ងាញ់មែនជំងឺមិនឃ្លានអាហាររបស់ជីងឆិនជួបពេទ្យប៉ុន្មានក៏មើលមិនជាដែរបានទឹកជ្រលក់កូនមួយចានធ្វើឲ្យបងព្រមញ៉ាំអរគុណកូនខ្លាំងណាស់បងស្រីតែត្រជាក់ហើយចាំខ្ញុំចាក់ទឹកក្តៅថែមឲ្យបងធំខ្ញុំសុំទោសខ្ញុំមិនមានចិត្តណាទេខ្ញុំរបូតដៃបងស្រីមិនអីទេហីខ្ញុំពិតជាអត់មានចិត្តណាទេឯងច្បាស់ជាមានចិត្តណាឆាវយីឯងនិយាយផ្ដេសផ្ដាសអីនាងជឿសុំទោសហើយឯងចង់យ៉ាងម៉េចទៀតឆាវយីនិយាយត្រូវមានភស្តុតាងមែនហើយឆាវយីនិយាយមិនត្រូវអាក្រក់ពេកទេនេះគ្រាន់តែជាឧបទោសហេតុតើអំបញ្ញមិញពេលនាងលើកតែមកដល់ចិត្តខ្ញុំស្រាប់តែប្រឹងជះទឹកក្តៅ
មកលើករបស់ខ្ញុំបងស្រីខ្ញុំដឹងថាបងស្អប់ខ្ញុំតែខ្ញុំពិតជាគ្រាន់តែចង់ចាក់តែឲ្យបងមែនម៉េចក៏បងនិយាយអញ្ចឹងដាក់ខ្ញុំពិតជាអត់មានចិត្តណាមែនឆៅយីអញទៅតែមកដល់ចង់ញុះញង់ឲ្យបែកបាក់គ្នាហីនាងជឿស្លូតបូតតាំងពីតូចមិននឹងធ្វើរឿងបែបនេះបិទមាត់ទាំងអស់គ្នាឆ្លោះគ្នាពេញនឹងឲ្យខ្ញុំញ៉ាំបាយមិនចូលយាយចូលចិត្តចរិតត្រង់របស់ឆៅយីពួកឯងនេះត្រូវគេតាមចិត្តតាំងពីតូចញ៉ាំបាយក៏មិនចេះលើកទឹកក៏មិននឹងគួរតែឲ្យឆៅយីបង្រៀនទៅត្រូវឆៅយីថ្ងៃក្រោយចៅជាអ្នកកំណត់ច្បាប់ទម្លាប់ក្នុងផ្ទះអាក្បួនលោកខាងលិចរៀនបានតែសម្បកក្រៅហើយមកធ្វើជាចេះថ្ងៃក្រោយញ៉ាំអាហារលោកខាងលិចទាំងអស់ត្រូវញ៉ាំតាមឆៅយីគឺប្រើដៃចាប់លោកយាយកាន់ជើងនាងពេកហើយមនុស្សស្រុកស្រែរបៀបរស់នៅអន់យាយនៅឲ្យពួកយើងរៀនតាមទៀតមនុស្សស្រុកស្រែរបៀបរស់នៅអន់មែនតែមានតែមនុស្សព្រៃគ្មានពូទេដែលប្រើដៃចាប់ចុចខាងក្រោមដើម្បីមើលពេញ